សូមគោរពលោកស្រីនាងកញ្ញាជាទីគោរពនិងជាទីមេត្រីស្វាគមន៍មកកាន់កម្មវិធីព័ត៌មានអាស៊ីអាគ្នេយ៍យប់នេះពីកម្មវិធីតែងតែផ្ដល់ជូនលោកអ្នកនៅព័ត៌មានជាតិសំខាន់និងព័ត៌មានអន្តរជាតិដែលមានព្រឹត្តិការណ៍និងហេតុការណ៍កើតឡើងនៅជុំវិញតំបន់អាស៊ាននិងពិភពលោកជាដំបូងនេះសូមអញ្ជើញទូរទស្សនិកជនតាមដានទស្សនានៅព័ត៌មានជាតិសំខាន់ដែលមានជាបន្តបន្ទាប់ដូចតទៅនាព្រឹកថ្ងៃទី14ខែមិថុនាឆ្នាំ2025វីតាល់បានចូលរួមឧបត្ថម្ភគាំទ្ររៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមក្រោមប្រធានបទផ្ដល់ឈាមផ្ដល់ក្តីសង្ឃឹមយើងរួមគ្នាសង្គ្រោះជីវិតជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាមក្រមវត្តមាននៃការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យជាងរារដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកជំទាវបណ្ឌិតដាំដារីនីរដ្ឋលេខាធិការក្រសួងការពារជាតិនិងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមហ៊ុនម៉ាណីប្រធានសហព័ន្ធសហភាពយុវជនកម្ពុជាលោកជំទាវជឹងសុគន្ធធារីនាយិកាប្រតិបត្តិក្រុមហ៊ុន One Fraternity Vital និងមីជាតិលោកវិជ្ជបណ្ឌិតសុកពោប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមមន្ត្រីរាជការតំណាងក្រសួងស្ថាប័នរដ្ឋនិងឯកជនសិស្សានុសិស្សនិងសប្បុរសជនចំនួនអ្នកបរិច្ចាគឈាមទទួលបានសរុប463នាក់ក្នុងនោះមានប្រុស322នាក់ស្រី141នាក់ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមត្រូវបានប្រពៃធ្វើឡើងជារៀងរាល់ឆ្នាំថ្ងៃទី14មិថុនានាឆ្នាំនេះវីតាល់បានចូលរួមឧបត្ថម្ភធំដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាមដើម្បីជំរុញឲ្យមានការកើនឡើងនៅចលនាបរិច្ចាគឈាមដើម្បីបំពេញសន្និធិឈាមពោលគឺបំផុសបង្កើតឲ្យមានទំនួលខុសត្រូវសង្គមនិងបង្កើនទម្លាប់នៃវប្បធម៌ចែករំលែកពីយុវជនជំនាន់ក្រោយក្នុងឱកាសដ៏មហោឡារិកនេះឯកឧត្តមសាស្ត្រាចារ្យឈៀងរារដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍លើកឡើងឲ្យដឹងថារាល់ការស្ម័គ្រចិត្តបរិច្ចាគឈាមសប្បុរសជនគឺប្រៀបបានដូចជាការផ្ដល់ជីវិតនិងក្តីសង្ឃឹមទៅកាន់អ្នកជំងឺដែលកំពុងតែត្រូវការឈាមជាចាំបាច់ឯកឧត្តមបានអំពាវនាវឲ្យសប្បុរសជនទាំងអស់បន្តស្ម័គ្រចិត្តបរិច្ចាគឈាមនិងចូលរួមផ្សព្វផ្សាយពីសារៈសំខាន់នៃការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តតាមដែលអាចធ្វើបានទាំងវិស័យរដ្ឋនិងឯកជនឆ្លៀតក្នុងឱកាសនោះឯកឧត្តមសាស្ត្រាចារ្យក៏បានកោតសរសើរនិងវិតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់មូលនិធិ25រៀលវីតាល់ក្នុងការចូលរួមឧបត្ថម្ភគាំទ្រនិងផ្សព្វផ្សាយនៅទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមជារៀងរាល់ឆ្នាំរបស់មជ្ឈមណ្ឌលផ្ដល់ឈាមនៃក្រសួងសុខាភិបាលការបរិច្ចាគឈាមគឺជាសង្ឃៈធម៌ដ៏ប្រពៃនិងជាអំណោយដ៏ថ្លៃថ្លាដែលយើងគ្រប់គ្នាអាចធ្វើបាននិងងាយស្រួលបំផុតព្រោះឈាមមានប្រភពតែមួយគត់គឺពីមនុស្សមិនមែនរោងចក្រណាអាចផលិតឈាមបានទេការបរិច្ចាគឈាមមិនត្រឹមតែមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេវាបានផ្ដល់អត្ថប្រយោជន៍ជាច្រើនទៀតដូចជាការកាត់បន្ថយហានិភ័យនៃជំងឺបេះដូងនិងជំងឺមហារីកនានាផ្លាស់ប្ដូរកោសិកាឈាមឲ្យប្រសើរជាងមុនកាត់បន្ថយភាពតានតឹងនិងការដាច់សរសៃឈាមជួយដុតជាតិខ្លាញ់នៅក្នុងរាងកាយនិងសមតុល្យទម្ងន់យ៉ាងមានប្រសិទ្ធភាពលោកជំទាវជឹងសុគន្ធធារីនាយិកាប្រតិបត្តិក្រុមហ៊ុន One Fraternity Vital និងមីជាតិក្នុងនាមជាដៃគូឧបត្ថម្ភធំបានឲ្យដឹងថាជានិច្ចការមូលនិធិ25រៀល Vital តែងតែបណ្ដុះស្មារតីចែករំលែកនិងផ្ដល់ការត្រឡប់មកវិញតាមរយៈការចូលរួមសកម្មភាពសង្គមនានាចាប់តាំងពីពាណិជ្ជកម្មសញ្ញានេះកើតមានមកម្លេះជាស្ដែងតាមរយៈសកម្មភាពនាថ្ងៃនេះបង្ហាញពីកាយវិការមនុស្សធម៌ក្នុងការចូលរួមជួយសង្គ្រោះអាយុជីវិតអ្នកត្រូវការអំណោយឈាមជាចាំបាច់និងបានចូលរួមចែករំលែកលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍នៃការបរិច្ចាគឈាមផងដែរគូបញ្ជាក់ផងដែរថារៀងរាល់សកម្មភាពសប្បុរសធម៌និងចូលរួមសកម្មសង្គមរបស់វីតាល់អាចកើតឡើងក៏ដោយសារតែការគាំទ្រពីសំណាក់អតិថិជននិងអ្នកប្រើប្រាស់ដែលជានិច្ចកាលវីតាល់បានបន្តរក្សាសកម្មភាពក្នុងការកាត់ប្រាក់ចំណេញ25រៀលពីវីតាល់ក្នុងមួយដបវីតាល់នឹងបន្តរក្សាមូលដ្ឋាននៃការឧបត្ថម្ភគាំទ្រក្នុងសកម្មភាពនិងយុទ្ធនាការនៃការបរិច្ចាគអំណោយឈាមដោយស្ម័គ្រចិត្តពីគ្រប់ស្ថាប័នដើម្បីចូលរួមចំណែកក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺដែលត្រូវការឈាមបន្ទាន់ក្នុងព្រះរាជាណាចក្រកម្ពុជា។